អាញាធរថៃចូលបង្ក្រាបក្លឹបកំសាន្តមួយកន្លែងរកឃើញគ្រឿងញៀនរាប់រយគីឡូនិងអ្នកផ្ទុកគ្រឿងញៀនរាប់រយនាក់អស់លោកស្រីអ្នកនាងកញ្ញាអ្នកតាមដានទស្សនា Channel YouTube ពុំមល់ទាំងអស់គ្នាសូមកុំភ្លេចជួយ Subscribe Channel YouTube ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីៗអាញាធរថៃចូលបង្ក្រាបគ្រឿងញៀននៅក្នុងក្លឹបកំសាន្តខុសច្បាប់នៅខេត្តនគរបាថំរកឃើញគ្រឿងញៀនរាយប៉ាយនិងអ្នកកំសាន្តជាច្រើនមានសារធាតុញៀននៅក្នុងទឹកនោមនគរបាថំថ្ងៃទី20ខែមិថុនាឆ្នាំ2026កម្លាំងអាជ្ញាធរនគរបាលថៃបានបើកការប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តខុសច្បាប់មួយកន្លែងនៅខេត្តនគរបាថំដោយរកឃើញគ្រឿងញៀនជាច្រើនប្រភេទរាយប៉ាយនៅក្នុងបរិវេណក្លឹបនិងរកឃើញអ្នកចូលកំសាន្តជាច្រើនអ្នកមានសារធាតុញៀននៅក្នុងទឹកនោមគណៈអានិតជនក្រោម20ឆ្នាំក៏ត្រូវបានរកឃើញថាចូលប្រើប្រាស់សេវាកម្មនេះផងដែរប្រតិបត្តិការនេះបានកើតឡើងនៅវេលាម៉ោង 12:30 នាទីរំលងអាធ្រាត្រក្រោមនគរនយោបាយរបស់អនុទិនឆាយវរៈគុលនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃថៃដែលបានដាក់បទបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងការរៀបចំសណ្ដាប់ធ្នាប់សង្គមបង្ក្រាបបទល្មើសគ្រឿងញៀននិងបង្ក្រាបក្រុមជនមានឥទ្ធិពលនៅទូទាំងប្រទេសក្រុមប្រតិបត្តិការដ៏ពិសេសនៃនាយកដ្ឋានរដ្ឋបាលថៃសហការជាមួយនឹងអាជ្ញាធរខេត្តនគរបាថំបានចុះឆែកឆេរស្ថាប័នកំសាន្តមួយឈ្មោះថា The Airport ស្ថិតនៅក្នុងឃុំវាំងតាគូស្រុកមឿងខេត្តសាខនបឋមក្រោមប្រតិបត្តិការដែលមានឈ្មោះថា Check in the Airport អាជ្ញាធរថៃបានឲ្យដឹងថាការចុះបង្ក្រាបនេះកើតឡើងបន្ទាប់ពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋក្នុងតំបន់ដែលបានរាយការណ៍ថាទីតាំងនោះឯងមានបើកដំណើរការជាក្លឹបកំសាន្តដោយគ្មានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យមានការប្រើប្រាស់គ្រឿងញៀននិងអនុញ្ញាតឲ្យអានិតជនចូលរួមកំសាន្តកន្លងមកទីតាំងនេះធ្លាប់បដូរឈ្មោះជាច្រើនដងដើម្បីគេចពីការត្រួតពិនិត្យរបស់អាជ្ញាធរក្រោយពីធ្វើការស៊ើបអង្កេតយ៉ាងសម្ងាត់និងប្រមូលវត្ថុតាងគ្រប់គ្រាន់អាជ្ញាធរបានសម្រេចចុះបង្ក្រាបភ្លាមនៅពេលដែលកម្លាំងចូលទៅដល់ក្លឹបបានឃើញមនុស្សប្រុសស្រីរាប់រយនាក់កំពុងផឹកស្រានិងរាំកំសាន្តយ៉ាងសប្បាយបន្ទាប់ពីអាជ្ញាធរបង្ហាញខ្លួននិងបញ្ជាឲ្យបើកភ្លើងអ្នកកំសាន្តជាច្រើនអ្នកបានភ័យស្លន់ស្លោព្យាយាមរត់គេចតាមច្រកសង្គ្រោះបន្ទាន់គណៈអ្នកខ្លះបានបោះចោលថ្នាំញៀនទៅលើកម្រាលឥដ្ឋដើម្បីបំផ្លាញភស្តុតាងការត្រួតពិនិត្យបន្តបន្ទាប់រកឃើញថាក្លឹបនេះមិនមានអាជ្ញាប័ណ្ណបើកសេវាកម្មស្របច្បាប់ឡើយហើយមានគ្រឿងញៀនជាច្រើនប្រភេទរាយប៉ាយនៅក្នុងបរិវេណអាជ្ញាធរថៃបានធ្វើតេស្តទឹកនោមលើអ្នកកំសាន្តទាំងអស់ចំនួន377នាក់លទ្ធផលបង្ហាញថាមានមនុស្សចំនួន66នាក់ប្រមាណជា20%មានសារធាតុញៀននៅក្នុងទឹកនោមលទ្ធផលវិជ្ជមានក្នុងនោះមានបុរស51នាក់និងស្ត្រី25នាក់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថៃបានបញ្ជាក់ថារដ្ឋបាលនឹងមិនអត់ឱនឲ្យស្ថាប័នកំសាន្តណាដែលរំលោភច្បាប់ឬអនុញ្ញាតឲ្យមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀនឡើយហើយនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីធានាសុវត្ថិភាពសម្រាប់ធ្នាប់សង្គមនិងសុខភាពជីវិតរបស់ប្រជាពលរដ្ឋអរលោកស្រីអ្នកនាងកញ្ញាអ្នកតាមដានទស្សនា Channel YouTube ពុំមល់ទាំងអស់គ្នាគួររំលឹកឡើងវិញថាប្រហែលថ្ងៃមុននេះរាជរដ្ឋាភិបាលថៃនិងរាជរដ្ឋាភិបាលកូរ៉េបានឆ្មក់ចុះចាប់ទីតាំងគ្រឿងញៀនបានរហូតទៅដល់60តោននិងស្មើនឹងប្រមាណជា6ទៅ7ម៉ឺនគ្រាប់នៃគ្រឿងញៀននេះបញ្ជាក់ឲ្យឃើញថាថៃគឺជាសម្បុកគ្រឿងញៀននិងជាសង្គមស្កេមអនឡាញដ៏ធំបំផុតមួយដែលនៅក្នុងទ្វីបអាស៊ីយើងនេះប៉ុន្តែអ្វីដែលគួរឲ្យរំលឹកនោះគឺជនជាតិថៃតែងតែទម្លាក់កំហុសមកឲ្យកម្ពុជាទម្លាក់កំហុសទៅឲ្យភូមាទម្លាក់កំហុសទៅឲ្យឡាវថាជាតំបន់ស្កេមអនឡាញជាដើម
តែផ្ទុយទៅវិញថៃខ្លួនឯងទេគឺជាជំរករបស់ពួកអ្នកលេងនិងពួកសង្គមងងឹតទាំងអស់នោះអរគុណលោកស្រីអ្នកនាងកញ្ញាដែលបានតាមដានស្ដាប់និងចូលរួមទស្សនា Channel YouTube ពូមុល